សួស្តីបងនៅក្នុងវីដេអូនេះខ្ញុំចង់អាប់ដេតពាក់ព័ន្ធជាមួយនឹង research topic ទៅលើ flashing ហើយនិង OTA ជាមួយនឹង ESP បងនៅក្នុងនេះខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹង ESP architecture flow របស់ ESP ពេលមានភ្លើងចូលទៅបូកហើយនឹងពេល flash firmware ទៅបន្តមកទៀតមកគឺ OTA ជាមួយនឹង ESP នៅក្នុង ESP chip component ធំៗមាន4ដូចជា chip របស់វាផ្ទាល់ខ្លួន crystal សម្រាប់ធ្វើ reference time អង់តែនឬក៏ antenna ហ្នឹងសម្រាប់ពាក់ព័ន្ធមួយនឹង Wi-Fi ពាក់ព័ន្ធ Bluetooth ហ្នឹងហើយនឹង flash ឬក៏ external storage ហ្នឹងសម្រាប់ store firmware យ៉ាងហ្នឹងនេះជាភាពជាក់ស្ដែងជា chip crystal flash ហើយនេះអង់តែននៅពេលដែលយើងបើក ESP ដំបូងវានឹងចូល first stage bootloader មានន័យថាវានឹង run នៅក្នុង ESP chipset ដែលបាន firmware ហ្នឹងមកគឺមកពីរោងចក្រ factory គេ set up ស្រាប់ហើយមកបានចូលដល់ flash វាមាន second stage bootloader ទៀតដែលនៅក្នុងនេះជាទូទៅវាមានតែ bootloader partition table ហើយនឹង firmware យ៉ាងទេប៉ុន្តែនៅពេលដែលយើង add OTA ចូលយើងនឹងមាន OTA data OTA 0 OTA 1នេះសម្រាប់នេះជា slot សម្រាប់ដាក់ firmware យើងហើយមាន factory ដល់ពេលយើងចង់ flash firmware ចូលក្នុង ESP ជាទូទៅយើងប្រើតែ Arduino IDE ទៀតហើយហ្នឹងប៉ុន្តែ design យើងធ្វើហ្នឹងគឺជាវិធីសាស្ត្រសម្រាប់តែ development មានសម្រាប់ mass production ដែលចាប់ពី5 board 10 board ឡើងទេអញ្ចឹង ESP ក្រុមហ៊ុនរបស់ ESP គឺបានធ្វើ flash software មួយដែលយើងអាចសម្រាប់ develop ផងសម្រាប់យើង factory ផងអញ្ចឹង software របស់គេពេលយើងបើកមកដំបូងគេនឹងឲ្យរើសប្រភេទ chip និង work mode បើសិនជាយើងរើសបែប develop មានន័យថាយើង flash code ម្ដងបានតែមួយ board ទេប៉ុន្តែបើយើងមួយទៀតយើងអាចរើសបានជា factory មានន័យថានៅពេលណាដែលយើងរើសបែបហ្នឹងគឺយើងចង់ flash 5 board 10 board 20 board ឡើងក្នុងពេលតែមួយហើយយើងមាន load mode ហ្នឹងពីមុនមាន USB តែឥឡូវមានតែ UART ទេបន្តទៀតមកចុច OK នៅពេលយើង select 3ហ្នឹងហើយវានឹងបើកមកផ្ទាំងបែបហ្នឹង UI បែបហ្នឹងគឺ download path config នេះគឺសម្រាប់យើងដាក់ bootloader path យើង partition table ហើយនឹង application មួយយើងជាមួយនឹង offset value ហ្នឹងគឺយើងអាចយកបាននៅពេលដែលយើង run វានៅក្នុងដូចជា Arduino IDE ឬមួយក៏ framework ឬក៏ IDE ផ្សេងទៀតប៉ុន្តែយើងត្រូវប្រាប់ឲ្យវាបើកបង្ហាញព័ត៌មាន detail ដើម្បីយើងអាចមើលឃើញថានៅពេលណាដែលវា flash ហ្នឹងប្រភេទពួក framework IDE ហ្នឹងវាប្រើ offset ប្រមាណពេលដែលយើង set up ESP ត្រូវអញ្ចឹងបងអញ្ចឹងបន្តមកទៀតមកគឺយើងរើស speed communication រវាងESP យើងទៅនឹង flash បន្តមកទៀតគឺនេះលឿននៃវិធីសាស្ត្រដែលវា communication តែវាប្រហែលមានប្រម៉ូតមាន mode ប៉ុណ្ណឹងហើយមកយើងអាចចុច start បានគឺយើងបកកូដចូលដើម្បីយក file 3មិញបាន bootloader partition table ហើយនឹង firmware ហ្នឹងនៅក្នុង Arduino IDE យើងត្រូវបើក sketch របស់យើងបន្តមកទៀតមកយើងចូលទៅក្នុង tab sketch មកយើង export compile binary តើពេលយើងបើក sketch ហ្នឹងគឺយើងរើស board រើសអីទៅឲ្យអស់គឺយើងអាចធ្វើបែបហ្នឹងបានចូល sketch ហើយយើងចូល export compile binary ហ្នឹងគឺវានឹង generate ទី1វានឹង generate file របស់យើងឈ្មោះ builder នៅក្នុង folder sketch របស់យើងហ្នឹងបន្តមកទៀតមកយើងបើកចូលទៅយើងនឹងបន្ទាប់ពីបើក builder យើងត្រូវបើកមក folder ទៀត ESP32 អីហ្នឹង ESP32 ESP32 អីហ្នឹងនៅក្នុងនោះគឺវានឹងមានfile bin ដែលយើងអាចយកទៅប្រើបានហើយអញ្ចឹងនៅពេលដែលពេលខ្លះយើងកែឲ្យយើង export វាជា binary ម្ដងទៀតនៅក្នុង build ហ្នឹងវានឹងមកបង្កើតមក folder យើងទៀតចំពោះ flash គឺអស់ប៉ុណ្្នឹងហើយបងបន្តមកទៀតគឺ OTA សម្រាប់ OTA គឺជាវិធីសាស្ត្រដែលយើង upload code ពីចម្ងាយបានអញ្ចឹងការ upload code ពីចម្ងាយហ្នឹងយើងអាចប្រើ Arduino IDE ក៏បានប្រើ Elegant OTA ក៏បានប៉ុន្តែពួកហ្នឹងគឺសម្រាប់តែ development ទេបើសិនជា production គឺគេអត់ប្រើទេដោយសារតែវាអត់ security អញ្ចឹងការ flash ឬការ OTA ឬក៏ flash firmware ពីចម្ងាយហ្នឹងគឺមាន process បែបនេះអញ្ចឹងដំបូងយើងត្រូវ flash ដោយ USB សិនពី counter យើងទៅកាន់ ESP ហ្នឹង flash តាម USB សិនដើម្បីប្រាប់ឲ្យ ESP ដឹងថារៀបចំកន្លែងដើម្បី
ទុកធ្វើ OTA នៅពេលណាដែលយើង flash បែបហ្នឹងហើយនៅក្នុង diagram នេះគឺមាននេះន័យថាយើងប្រាប់ឲ្យ ESP វាចែកមាន bootloader partition table មាន OTA data នៅក្នុង flash របស់យើងហ្នឹងហើយមាន OTA 0និង OTA 1 OTA 0គឺវា run current firmware OTA 1នេះគឺសម្រាប់នៅពេលដែលមាន OTA មកវាយក file ហ្នឹង copy ចូលទៅក្នុង OTA 1នៅពេលដែលវា copy ហើយចូល second stage ហ្នឹងគឺវានឹងមក run OTA 1ហ្មងហើយវានឹង check មើលថា valid ឬក៏មិន valid អញ្ចឹងនៅពេលណាដែលយើងធ្វើ OTA ទៅដំបូងគឺយើងESP យើងត្រូវតែ run ធម្មតាដែលមាន OTA ភ្ជាប់មកជាមួយហើយមានន័យថាយើងប្រាប់វាហើយដើម្បីវាបែងចែក slot ទុកឲ្យហ្នឹងទុកដាក់ firmware ថ្មីចូលមកនៅពេលដែលយើងបោះ OTA firmware ថ្មីចូលវានឹងចាប់ផ្ដើម copy ហើយអស់វានឹង មក stage ទៀតវានឹង pending សិនមានន័យថាវាអត់ដំណើរការទេគឺវាត្រូវ reboot ហើយវាមក validate វា check មើលថាតើ valid អត់កន្លែង firmware 1ហ្នឹងអញ្ចឹង pending វានៅ check មើលសិន pending verify នៅពេលណាដែលវា firmware នឹងមានបញ្ហា run ទៅអត់មាន problem អីទេវានឹងមាន tag valid ហ្នឹងធ្វើឲ្យវា run បានរហូតប៉ុន្តែបើសិនជា pending ហើយមានថាវាកំពុង check មើលទៅស្រាប់តែវា invalid អញ្ចឹង firmware ហ្នឹងគឺfirmware 1គឺអត់ដំណើរការទេអញ្ចឹងវានឹងបកមកឲ្យចូល firmware ទី1ទី0យើងវិញដើម្បីឲ្យដំណើរការបានធម្មតាវិញសម្រាប់ firmware ដែលយើង OTA ថ្មីចូលហ្នឹងគឺវានឹងអត់ដំណើរការទៀតទេអញ្ចឹងជា flow chart គឺពីចាប់ដើមមក ESP របស់យើងត្រូវតែ connect ទៅ Wi-Fi ឬក៏ internet តមកទៀតបើសិនជានៅក្នុងបើយើងប្រើជា local server local OTA យើងត្រូវ make sure ថា IDE របស់យើងឬក៏ local server យើងភ្ជាប់ទៅនឹង the same network ដែរហើយបានយើងចាប់ផ្ដើម export firmware ទៅខាងក្រៅដើម្បីឲ្យ ESP ហ្នឹងវាទទួល OTA ហ្នឹងបានបន្តមកទៀតមកវានឹង copy ចូលដាក់ inactive label ដំបូងនៅក្នុង ESP ដើម្បីឲ្យ ESP វា reboot ហើយវា check មើល valid អត់វា check មើលសិនបើសិនជាវា valid គឺវានឹងដំណើរការហើយដាក់ active បើសិនជាអត់ទេវានឹង roll back ទៅ firmware 0វិញប៉ុណ្ណឹងបងអាហ្នឹងជា basic របស់ OTA ជាមួយនឹង ESP32 ហ្នឹងអញ្ចឹងឲ្យខ្ញុំទៅធ្វើបន្ទាប់ហ្នឹងខ្ញុំត្រូវធ្វើ test ជាក់ស្ដែងជាមួយនឹង OTA បងចំពោះ flash ខ្ញុំគិតថាអស់ហើយប៉ុណ្ណឹងចំពោះ OTA នៅមានច្រើនទៀតដែលខ្ញុំអត់ទាន់បានដាក់បញ្ចូលអានេះខ្ញុំគ្រាន់តែ update បងការងារខ្ញុំធ្វើបានហ្នឹង OTA អាចនឹងត្រូវការធ្វើ test ជាក់ស្ដែងទៀតនៅធ្វើ test រក library ទៅត្រូវនឹងឬមួយក៏ប្រើរបស់ ESP សុទ្ធហ្មងបងខ្ញុំអស់ហើយបង